មកបងប្អូនទាំងអស់គ្នាមកញ៉ាំពោះជ្រូកពោះជ្រូកខ្ចីស្ងោរនេះមានបន្លែគ្រប់មុខឃើញទេសាក់មួយសិនស្ងោរក្តៅនេះអាយអានេះភ្លក់អត់ទិនតំណប់បន្លែទេសាក់នេះទឹកជ្រលក់ឆ្ងាញ់អានេះគេហៅដើមឥឡូវកាត់ពោះជ្រូកយើងដាក់ម្ដងណាកាត់ធំចេះមកនេះនេះតំណងណាការ៉ុតស្រួយស្រាប់សាក់ម្ដងផ្ទប់ជាមួយស្ពៃបកគូម្ដងយ៉ាងហើយបាក់កាច់បដៃអីមើលក្រហមឆ្អៅហ្មងឆ្ងាញ់ណាស់មកទឹកជ្រលក់អូយលង្ខាប់នេះមកម្ទេសទឹកជ្រលក់ម្ទេសសុតហ្មងខ្ញុំមកភ្លក់ទឹកជ្រលក់ឲ្យមើលជូរឆ្ងាញ់ហ្មងទឹកជ្រលក់នេះត្រូវជាមួយពោះស្ងោរអញ្ចឹងមកផ្ទាំងស្ងោរលំផុយឆ្ងាញ់ឆ្នាំជាមួយស្ពៃបកគោយើងទឹកជ្រលក់ដល់ទឹកជ្រលក់ខំឆ្អៅញ៉ាំជាមួយបន្លែនេះក៏ឆ្ងាញ់ដែរbây giờ cậu mà chị đã đạch nhỉ ô cái đau nhỉ ôi cái đau cái đau hơi hơi nè hộp ăn trăng khanh mà đó ăn khanh với mông tẻ
ពីស្លឹកតំណប់ជិះមិនមើលអាពោះជ្រូកនេះបុកទឹកត្រីកោះកុងអញ្ចឹងឆ្ងាញ់វាចូលជាតិគ្នាតែសារវាហិលហើយវាតំណាប់ជាមួយពោះជ្រូកនេះវារាំងល្វីងតិចតែល្វីងខ្លាំងអីព្រោះឲ្យវាពោះខ្ចីអ្នកបើមានទឹកប្រហុកទៀតរត់តែឆ្ងាញ់តែសាក់នឹងជ្រលក់ត្រូវទៀតគ្នាទៀតសាក់ទឹកជ្រលក់នេះវាហិលដាក់មកទៀតចង់ជ្រក់ឆ្ងាញ់សាហាវជ្រលក់ចាំមើលទឹកជ្រលក់ក្រត់ពើដូចម្ទេសទុំហ្នឹងខ្ញុំក្រត់ម្ដងក្រត់នឹងស្រួយត្រូវតែកកស្រួយលំផ្អែមពោះជ្រូកចាំពោះជ្រូកយើងនេះដល់ក៏ក្រឃើញតាំងស្រក់ទឹកមាត់កាត់យកជប់ខ្លាញ់ឆ្ងាញ់យកហូបមកពេញមាត់ទឹកជ្រលក់វាជោគអញ្ចឹងវាឆ្ងាញ់ណែវ៉ាវមើលឥឡូវមីចាប់ផ្ដើមយប់ហើយអញ្ចឹងជួយកុំភ្លេចជួយ follow ជួយ comment ខ្ញុំនៅខាងក្រៅវីដេអូម្នាក់មួយផងណាបាយបាយ